នៃកសិកាមកដល់ចំណុចកគឺជាវត្តកោក្រមសូមនៅក្នុងវត្តកោសិកាយើងដឹងថាវត្តកោសិកាចែកចេញជាពីរគឺចន្លោះវគ្គនិងចំណែកលីតូហើយយើងមកមើលអានេះគឺជារូបភាពនេះគឺបង្ហាញពីវត្តកោសិកានៅវគ្គសេអងនេះកោសិកាចាប់ផ្ដើមលូតលាស់ដំបូងហើយនៅពេលដែលមកដល់ចន្លោះវគ្គនៅក្លអងពីឡម៉ងនោះវាចាប់ផ្ដើមរលាហើយវាក៏ស្វ័យដំឡើងពេលមកដល់វគ្គសេអងក្រុមអាទិត្យនោះវាចាប់ផ្ដើមក្រុមមកដល់វគ្គសេអងមកដល់វគ្គសេអងកោសិកាលូតលាស់ហើយចាប់ផ្ដើមធ្វើចំណែកថ្នាក់ហើយក៏វាខ្លះទៅជាក្រូម៉ាទីនហើយមកដល់វគ្គប្រូផាសនេះក្រូម៉ាទីនចាប់ផ្ដើមរួញខ្លីហើយក៏វាចាប់ផ្ដើមឃើញក្រូម៉ូសូមតែវាឃើញទូទេនៅពេលដែលមកដល់វគ្គមេតាផាសយើងបានឃើញក្រូម៉ូសូមច្បាស់ជាងគេនៅពេលដែលវាមកដល់វគ្គអាណាផាសនេះក្រូម៉ូសូមចាប់ផ្ដើមបែកចេញជាពីរហើយមកដល់វគ្គតេឡូផាសនេះគឺវាចាប់ផ្ដើមបាត់រូបរាងដើមវាបន្តិចម្ដងទាំងអស់នេះហើយវាគឺជាការវិវត្តរបស់ក្រូម៉ូសូមនៅក្នុងវត្តកោសិកាហើយក្រូម៉ូសូមទាំងអស់ហ្នឹងវាអត់មានបាត់បង់ទៅណាវានៅតែក្នុងហ្នឹងឯងគ្រាន់តែវាផ្លាស់ប្ដូររូបរាងទៅតាមវគ្គនីមួយការប្រយោជន៍របស់ខ្ញុំត្រូវបានបញ្ចប់សូមហើយបន្ទាប់ពីយើងបានសិក្សាពីចំណុច2ហើយយើងចូលមកដល់ចំណុច 2.1 គឺការកំណត់ភេទនៃឯកបៈមួយចំណុចនេះគឺមានឧទាហរណ៍មួយដែលគេបានដាក់មកថាចំពោះត្រូសូភេទមានក្រូម៉ូសូមអមឡូ4គូដែលនៅក្នុងនោះមានអូតូសូម3គូនិងក្រូម៉ូសូមភេទ1គូ XX ចំពោះភេទញីនិង XY ចំពោះភេទឈ្មោលមុននឹងយើងដល់ការបកស្រាយអានេះគឺយើងត្រូវមករូបមុនសិននេះគឺជារូបរបស់ការីយ៉ូទីបត្រូសូភេទខាងនេះគឺជាការីយ៉ូទីបត្រូសូភេទរបស់ភេទញីនិងខាងនេះជាភេទឈ្មោលហើយយើងមកមើលអំពីត្រូសូភេទនោះគឺមានលក្ខណៈសម្គាល់ថាមួយណាជាញីហើយនិងមួយណាជាឈ្មោលយើងមើលទៅលើភេទនឹងបានគឺមើលទៅលើគូតរបស់ត្រូសូភេទហ្នឹងយើងឃើញថាគូតរបស់ត្រូសូភេទញីហ្នឹងគឺរាងស្រួយប៉ុន្តែត្រូសូភេទឈ្មោលវិញគឺអត់ស្រួយទេរាងមូលអញ្ចឹងវាអាចកំណត់លក្ខណៈឲ្យយើងស្គាល់បានថាវាមួយជាញីហើយមួយទៀតជាឈ្មោលហើយត្រូសូភេទហ្នឹងវាថាវារាងទូចដូចរុយដែរប៉ុន្តែវាមិនមែនរុយហ្មងទេហើយវាចូលចិត្តនៅទុំនៅលើផ្លែឈើដែលវាហិមទុំដូចជាចេកទុំហិមយូរហ្នឹងវាចូលចិត្តរស់នៅដល់ដល់ហើយនេះគឺជាការបង្កើតនៃការកំណត់ភេទរបស់ត្រូសូភេទឧទាហរណ៍មិនដឹងពេលពុយសតមិនបាន XX បង្កើតជាមួយនឹង XY គឺភេទញីបង្កើតជាមួយនឹងភេទឈ្មោលតម្លៃដែលទទួលបានគឺ XX បាន X1 ហើយនឹង XY គឺបាន X1 និង Y1 លទ្ធផល F អស់ដែលទទួលបានគឺ XX ហើយនឹង XY ដែលអាចជាញី 50% ឬក៏ឈ្មោល 50%បន្ទាប់ពីយើងចប់ចំណុច 2.1 ហើយយើងមកចូលចំណុច 2.2 លក្ខណៈជាប់នឹងភេទដែលសិក្សាអំពីស្ទែននៅលើក្រូម៉ូសូម X យើងស្គាល់ថាស្ទែននៅលើក្រូម៉ូសូម X នឹងមានដូចជាលក្ខណៈពណ៌សម្បុរឬក៏លក្ខណៈភ្នែករបស់ត្រូសូភេទនឹងជាដើមហើយយើងក៏បានស្គាល់អំពីបុគ្គលដែលគាត់បានស្វែងរកឃើញអ្វីដែលថ្មីផងដែរគឺលោកម័រកង់គឺគាត់បានរកឃើញដំណើរពូជនៃលក្ខណៈជាប់នឹងភេទនៅពេលដែលគាត់ធ្វើការពិសោធន៍ទៅលើត្រូសូភេទដែលមានត្រូសូភេទពូជ2គឺពូជទី1មានលក្ខណៈភ្នែកពណ៌ក្រហមហើយពូជទី2មានលក្ខណៈភ្នែកពណ៌សហើយនេះគឺជាការបង្កើតទី1គឺត្រូសូភេទញីភ្នែកក្រហមបង្កើតជាមួយនឹងត្រូសូភេទឈ្មោលភ្នែកសលលទ្ធផលដែលទទួលបាននៅក្នុង F អស់គឺត្រូសូភេទភ្នែកក្រហម 100% ចូលដែលទទួលបានអាចជាញីឬក៏ជាឈ្មោលប៉ុន្តែមានតែភ្នែកពណ៌ក្រហមមួយគត់គឺវាគឺជាលក្ខណៈលោកព្រោះអីនេះដឹងហើយថាលទ្ធផលទទួលបានគឺត្រូសូភេទភ្នែកក្រហម 100% ចឹងថាវាជាលក្ខណៈលោកពេកព្រោះអីចូលដែលទទួលបានមកនោះគឺភ្នែកពណ៌ក្រហមសុទ្ធហើយគាត់ក៏បានធ្វើការបង្កើតទី2ផងដែរគឺពេលពុទ្ធសាសត្រូសូភេទញីភ្នែកសបង្កើតជាមួយត្រូសូភេទឈ្មោលភ្នែកក្រហមវិញម្ដងលទ្ធផលដែល F អស់ដែលទទួលបានគឺត្រូសូភេទញីភ្នែកក្រហម 50% ហើយត្រូសូភេទឈ្មោលភ្នែកស 50% ក្នុងការបង្កើតតែពីរលើកនេះយើងឃើញថាលទ្ធផលដែលទទួលបាននៅ F អស់គឺខុសគ្នាការបង្កើតទី1លទ្ធផលដែលទទួលបានគឺត្រូសូភេទភ្នែកក្រហម 100% អាចជាញីឬក៏ជាឈ្មោលតែការបង្កើតទី2យើងទទួលបាន
ខុសគឺត្រង់សុភាយីតែក៏ផង50%ហើយនឹងត្រង់សុភាឈ្មោះតែសង50%ដែលយើងឃើញថាលទ្ធផលនៃការទី1ហ្នឹងគឺវាជាលក្ខណៈលុបមកហើយការបង្កើតទី2នេះវិញគឺវាអត់ស្របស្របតាមច្បាប់ឯកសណ្ឋានភាព EPSR វិញអីយើងដឹងថាច្បាប់ឯកសណ្ឋានភាព EPSR គឺជាករណីដែលពិសេស EPSR ចំនួនទី1មានលក្ខណៈដូចគ្នាអស់ប៉ុន្តែលទ្ធផលដែលទទួលបាន FR នៅការបង្កើតទី2នេះគឺខុសពីច្បាប់ឯកសណ្ឋានភាព EPSR ដែលតូនភេទឈ្មោះហ្នឹងគឺមានលក្ខណៈដូចមេហើយកូនភេទនេះមានលក្ខណៈដូចបាវិញហើយយើងអាចសន្និដ្ឋានបាននៅការបង្កើតទី2នេះថាសែនគឺកំណត់លក្ខណៈភេទត្រង់សុភាស្ថិតនៅលើត្រង់សុំបើស្ថិតនៅលើត្រង់សុំធម្មតាវាស្ថិតនៅលើត្រង់សុំភេទហើយបើសិនជាវាជាស្ថិតនៅលើត្រង់សុំភេទយើងដឹងថាវាជាស្ថិតនៅលើត្រង់សុំភេទ x ឬក៏ y អញ្ចឹងយើងមានសមីការ3